តារាចម្រៀងជីដេវីតព្រួយបារម្ភនឹងប្រកាសស្វែងរកខណៈលោកយាយបង្កើតបានបាត់ចេញពីផ្ទះអស់រយៈពេលចំនួន3ថ្ងៃតារាចម្រៀងលោកជីដេវីតមានការព្រួយបារម្ភព្រមទាំងខ្នះខ្នែងស្វែងរកខណៈលោកយាយបង្កើតរបស់លោកបានបាត់ខ្លួនរយៈពេលចំនួន3ថ្ងៃនៅមិនទទួលបានដំណឹងនៅឡើយដោយលោកយាយបានចេញពីផ្ទះធ្វើដំណើរពីបាត់ដំបងមកភ្នំពេញបំណងគឺមកធ្វើបុណ្យនេះបើយោងតាមសំណេរលោកជីដេវីតបានរៀបរាប់កាលពីថ្ងៃទី25មីនានេះថាបងប្អូនលោកយាយខ្ញុំបានដើរចេញពីផ្ទះតាំងពីព្រឹកវេលាម៉ោង9ជិះកង់3ពីបាណន់ទៅបាត់ដំបងហើយក៏ឮតាមសម្ដីកង់3បើគាត់បានប្រាប់ថាគាត់បានកាក់ឡានក្រុងឡើងមកភ្នំពេញសំខាន់គាត់បានប្រាប់គេប្រាប់ឯងថាគោលបំណងគាត់គឺទៅមុខវាំងដើម្បីធ្វើបុណ្យប្រសិនបងប្អូនឃើញលោកយាយខ្ញុំសូមជួយទំនាក់ទំនងមកផងយាយខ្ញុំគាត់រស់នៅជាមួយឪពុកខ្ញុំនៅឯបាត់ដំបងពួកយើងស្វែងរកហើយបើបងប្អូនបានប្រទះឃើញសូមទំនាក់ទំនងមកយើងខ្ញុំផងទំនាក់ទំនងតាមលេខ081 533 717ក្រោយពីបានឃើញបែបនេះហើយបណ្ដាញអ្នកគាំទ្រជាច្រើនបង្ហាញក្តីបារម្ភព្រមទាំងចូលទៅshareចែករំលែកបន្តដើម្បីឲ្យបងប្អូនបានឃើញជួយផ្ដល់ដំណឹងផងដែរ